ន្តរជាតិទាំងឡាយសុទ្ធតែបានដឹងការពិតពីសកម្មភាពឈ្លានពានរបស់កងកម្លាំងថៃមកលើកម្ពុជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថាក្នុងជំនួបរវាងថ្នាក់ដឹកនាំកម្ពុជាជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីជាមួយនឹងបណ្ដាដៃគូសន្តិនិកអន្តរជាតិនានាមិនថាក្នុងប្រទេសឬក្រៅប្រទេសបញ្ហាប្រដានជាមួយនឹងថៃគឺជាប្រធានបទដែលថ្នាក់ដឹកនាំកម្ពុជាតែងតែលើកឡើងមិនអាចរំលងបាននោះឡើយគណៈមិត្តអន្តរជាតិទាំងឡាយសុទ្ធតែបានដឹងការពិតឬបានឃើញផ្ទាល់ភ្នែកពីសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជាឯកឧត្តមប៉ែតបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី5ខែមីនា2026នេះថាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបញ្ជាក់រួចហើយថាការការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋគឺជាអាទិភាពចម្បងខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនេះមិនមែនគ្រាន់តែជាពាក្យសម្ដីទេប៉ុន្តែគឺជាការបដិញ្ញាចិត្តយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាលនិងបានស្ដែងចេញពីសកម្មភាពជាក់ស្ដែងរហូតមកឯកឧត្តមបានថ្លែងថាមិនថាក្នុងប្រទេសឬក្រៅប្រទេសមិនថាជំនួបពិភាក្សាឬវេទិកាប្រជុំនានាទេបញ្ហាព្រំដែនជាមួយនឹងថៃគឺជាប្រធានបទដែលមិនអាចរំលងបានចំណែកដៃគូសន្តិនិកអន្តរជាតិទាំងឡាយសុទ្ធតែបានដឹងការពិតឬបានឃើញផ្ទាល់ភ្នែកពីសកម្មភាពបំពេញកាន់កាប់ខុសច្បាប់របស់កងកម្លាំងថៃហើយពុកបានកំពុងតែជំរុញឲ្យមានដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដោយដែលកម្ពុជាចង់បានអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថាវត្តមានរបស់អគ្គរដ្ឋទូតតំណាងអង្គការអន្តរជាតិមន្ត្រីអនុព័ន្ធយោធាបរទេសនិងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក៏ដូចជាអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចាត់ទៅពីណាប់ទាំងតននឹងរាយការណ៍ជាបន្តបន្ទាប់អំពីស្ថានភាពជាក់ស្ដែងនៅតាមទីតាំងដែលថៃបានបំពេញទន្ទ្រានកាន់កាប់ខុសច្បាប់បង្ហាញឲ្យឃើញពីសកម្មភាពការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋខ្មែរដែលរងការបំពានដោយភាគីថៃកម្ពុជាក៏បានបង្ហាញចំហយ៉ាងច្បាស់លាស់ដោយឈរលើដំណោះស្រាយសន្តិភាពបញ្ហាដំណងនោមក្រពះពោះវៀនថ្លើមនិងបញ្ហាលើសជាតិអាស៊ីតសុទ្ធតែជាជំងឺដែលកំពុងប្រឈមមុខខ្លាំងនាពេលបច្ចុប្បន្ននេះបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ឲ្យបានទាន់ពេលវេលានិងជ្រើសរើសផលិតផលយកមកប្រើប្រាស់ឲ្យបានត្រឹមត្រូវឱសថបុរាណខ្ចីខ្មែរធម្មជាតិជាផលិតផលដែលផលិតដោយគុណខ្មែរសុទ្ធសាធចម្រាញ់ចេញពីវត្ថុធាតុដើមធម្មជាតិរួមមានស្លឹកម្រុំខ្ចីខ្មៅក្បាលរមៀតនិងមើមយន្តសិននិងធាតុផ្សំវីតាមីនជាច្រើនមុខទៀតជួយបង្កើនកម្លាំងជួយកម្ចាត់ជាតិពុលក្នុងឈាមដាក់សមត្ថភាពលើភេទជួយរំលាយដុំគីទាំងក្នុងនិងក្រៅជួយកម្ចាត់ជាតិខ្លាញ់បញ្ហាសន្លាក់សាច់ដុំឈឺចង្កេះនិងបញ្ចុះជាតិកូលេស្តេរ៉ុលបានយ៉ាងប្រសើរទៀតផងព័ត៌មានលម្អិតសូមឆាប់ចូលប្រអប់សារពេកឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទក្រុមហ៊ុន Maka Sangsong TSE ផ្ដល់សេវាប្រឹក្សាយោបល់និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ជាសកលទំនាក់ទំនង Telegram លេខ015 299 697